តែមកក៏ដល់ថ្ងៃចូលសាលារៀនថ្ងៃដំបូងណាគឺយើងទៅដល់ពុបជីឡានបែនលីទៅសាលារៀនតែម្ដងចុំយកគាត់ទៅដល់អាខ្លោងទ្វារនឹងពុបគ្រូអត់ស្គាល់ទេថានឹងគឺជាណាគេគឺជាសិស្សថ្មីមែនទេហើយចំណាយចេមានតែលេងនៅក្នុងសាលារៀនគេមើលទៅឃើញដូចជាប្រហែលណាគេមើលទៅដូចជាប្រហែលជាអ៊ីហ៊ុនហើយបានជាវាកាត់សក់ខ្លីចឹងអ៊ីហ៊ុនរបស់យើងក៏បានចូលមកក្នុងថ្នាក់ក៏បានសួរទៅកាន់មិត្តទាំងអស់គ្នាថាតើកន្លែងខ្ញុំអង្គុយកន្លែងណាទៅអ្នកទាំងអស់គ្នាឆ្ងល់ខ្លាំងមែនថាចំណាគេនឹងសិស្សថ្មីមែនទេគេក៏បានប្រាប់ទីតាំងអង្គុយកន្លែងអ៊ីហ៊ុនតែម្ដងជើងទៅអង្គុយប៉ោកអ្នកទាំងអស់គ្នានឹងពីឆ្ងល់តែម្ដងថាមួយហ្នឹងគឺជាណាគេគឺជាសិស្សថ្មីក្នុងសាលារៀនមែនទេដល់ពេលគ្រូចូលមកគ្រូហៅឈ្មោះសុំអ៊ីហ៊ុនរបស់យើងក៏បានលើកដៃតែម្ដងអ្នកទាំងអស់គ្នាដឹងនេះគឺជាសុំអ៊ីហ៊ុនទេហើយតែបានជាវាទៅកាត់សក់កាត់អីឡប់អញ្ចឹងហើយហេតុអីបានជាវាត្រឡប់មករៀនបើចឹងបើសិនជាវាត្រឡប់មករៀនកាត់សក់កាត់អីអញ្ចឹងក៏ដោយផ្លាប់ដោរៀនកាយអញ្ចឹងក៏ដោយក៏ជេមីននៅតែរករឿងដដែលដែរដល់ពេលគ្រូចេញទៅបាត់មេណាជេមីនក៏បានដើរមកតែម្ដងជុំយកមករករឿងមកយ៉ាងនេះបដល់តុកប៉ាយក៏เลยថាឯងបាត់ក្បាលទៅណាមួយរយៈនេះយើងមិនដែលឃើញឯងអញ្ចឹងឯងដឹងទេថាយើងចង់ជួបជាមួយនឹងឯងខ្លាំងណាស់ចប់ម៉ោងរៀនឯងទៅជួបជាមួយនឹងយើងមកផ្លែនអ៊ីហ៊ុនណាមិនដឹងតែអ៊ីហ៊ុននេះអ៊ីហ៊ុនម៉ាហ្វៀនៅក្នុងខ្លួនណាក៏យើងអ៊ីហ៊ុនក៏បានសួរថាតែប៉ុន្មានឬទេយើងក៏ចង់ជួបជាមួយនឹងឯងដែរចុំយាយអាជេមីនលឺចឹងហើយមិនរកថាជុំអានេះហ៊ានមែនមើលទៅដូចជាហ៊ានជាងមុនមែនដឹងតែត្រូវហើយឯងដឹងតែត្រូវហើយឆៃយ៉ងអង្គុយមកពីចម្ងាយគេរៀងឆ្ងល់ជាមួយអ៊ីហ៊ុនខ្លាំងមែនតើថាហេតុអីបានជាអ៊ីហ៊ុនហ៊ានជាមួយនឹងពួកអដៃជេមីននឹងអញ្ចឹងណាព្រោះថារត់ដោះទៅបានគេបូលីទៅបានគេធ្វើបាបរហូតបន្តពីមកដល់មកសម្រាប់ឃើញថាពួកអដៃបានអូកអ៊ីហ៊ុនមកយើងទៅកន្លែងស្ងាត់មួយតែម្ដងដើម្បីវាយណាគឺយើងគេបានសួរថាហេតុអីបានជាឯងមកដងនេះកាត់សក់កាត់អីមើលទៅដូចជាក្មេងឈួតឆ្គាល់ហើយហ៊ានសម្លឹងមុខពួកយើងចឹងតែឯងចង់រើបំរាស់មែនទេឯងគិតថាឯងខ្លាំងណាស់មែនទេឥឡូវនេះតាំងពីបានចូលពេលម្ដងមកខួរក្បាលរបស់ឯងផ្លាស់ប្ដូរមែនទេទៅឯងអត់ស្គាល់ពួកយើងអត់គោរពយើងអញ្ចឹងអ៊ីហ៊ុនពេលណាក៏បានសួរទៅវិញថាមិនចោះតើពួកឯងចង់មានរឿងមែនទេចូលអាចេះមានលុយចង្ហត់ក៏បានរុញព្រុសតែម្ដងអ៊ីហ៊ុនក៏បានថាមកបើសិនចង់មានរឿងឆាប់ចូលមកលឺមកចូលម្ដងមួយក៏បានចូលម្ដងទាំងអស់ក៏បានយើងបញ្ញាទៅរៀបបន្តពីមកអ៊ីហ៊ុនក៏បានចាប់តែកភ្លៀងពួកដែរអត់តែម្ដងមកផ្លាច់អាចេះមានឃើញចឹងក៏បានម៉ាប់មួយចាត់ការទៅកាន់អ៊ីហ៊ុនចាប់ប៉ុន្តែអ៊ីហ៊ុនចាប់បោកមុខប៉ុន្តែបោករួយណាក៏យើងដោយសាររឿងកាយរបស់អ៊ីហ៊ុនឡើងនេះយើងទុំខ្សោយពេកបោកណាបានទេត្រូវបានមួយនឹងកិនពីលើគាត់អត់កម្លាំងរលែងតែម្ដងធ្វើឲ្យពួកដែរដាក់យកតែម្ដងនេះចាញ់ណាមិនដោយសារតែក្បាច់គុណមិនដោយសារតែអីទេប៉ុន្តែដោយសារតែរាងកាយវាមិនទាន់រឹងមាំបានល្អគាត់ក៏បានស្លាប់នៅកន្លែងហ្នឹងនៅពេលដែលស្លាប់ក៏បានសម័យនៅឃើញរាងកាយរបស់គាត់កាលពីគាត់នៅរៀនកាលពីគាត់នៅក្នុងរាងកាយរបស់ដងផាលបានជួយជាមួយនឹងរាងកាយរបស់អ៊ីហ៊ុនតែម្ដងពេលហ្នឹងដែរអ៊ីហ៊ុនក៏បាននិយាយថាឈប់យករាងកាយរបស់គេហ្នឹងណាទៅហ្វឹកហាត់ទៅវាយគ្នាជាមួយនឹងគេទៀតទៅគេអាណិតរាងកាយរបស់គេខ្លាំងណាស់ដងផាលនៅក្នុងរាងកាយដែរក៏បាននិយាយថាឯងនិយាយចឹងក៏ហើយបើសិនជាឯងនៅតែធ្វើអញ្ចឹងទៀតណាវានឹងវាយឯងជារៀងរាល់ថ្ងៃតែម្ដងយើងធ្វើនេះដើម្បីឯងយើងធ្វើនេះកុំឲ្យពួកក្មេងឆ្លើយបើចេះតែហ៊ានចេះតែដើរវាយគេយើងនឹងបដៅវាឲ្យចាំថ្ងៃតទៅឯងចាំតែមើលទៅយើងនឹងធ្វើឲ្យឯងខ្លាចជាមនុស្សម្នាក់ដែលខ្លាំងធ្វើឲ្យឯងមានមិត្តកាន់តែច្រើនហើយបានចូលវិទ្យាល័យល្អៗថាទៀតឯងចាំតែមើលទៅអាណប់យើងនឹងជួយឯងបានល្អតែម្ដងបន្ទាប់ពីនឹងមកគេក៏បានភ្ញាក់មកវិញបានឃើញឆយសៃយ៉ងចូលពីមុខតែម្ដងហើយឆយសៃយ៉ងហ្នឹងក៏បានសួរទៅកាន់អ៊ីហ៊ុនរបស់យើងថាតើមានកម្លាំងចិត្តអីតើនឹកឃើញអីតើសម័យអីមកពីណាបានទៅហ៊ានទៅវាយជាមួយនឹងក្រុមជេមីនអញ្ចឹងឯងភ្លេចហើយមែនទេឯងត្រូវបានគេវាយជារាល់ថ្ងៃឯងភ្លេចហើយមែនទេនៅពេលណាអ៊ីហ៊ុនក៏បានតេះដៃចេញហើយក៏និយាយថាឯងមិនបាច់ចាំមកបដៅយើងទេយើងអាយុច្រើនជាងឯងឆ្ងាយណាឯងចាំមើលទៅចាប់ពីថ្ងៃតទៅយើងនឹងវាយក្បាលពូឲ្យឯងមើលរហូតតែម្ដងបន្ទាប់ពីនោះមកសៃយ៉ងក៏បាននិយាយរឿងរ៉ាវមួយចំនួនប្រាប់ទៅកាន់អ៊ីហ៊ុនដែលអ៊ីហ៊ុនអត់ដឹងប្រាប់ទៅកាន់អ៊ីហ៊ុនតែម្ដងថាកន្លងមកអ៊ីហ៊ុនត្រូវបានពួកឯងជេមីនធ្វើបាបគេអត់មានចាក៏ដូចជាចង់ទៅជួយបន្តិចដោយសារតែគេខ្លាចដែរគេអត់ចង់មានរឿងជួយពួកឯងជេមីននឹងដែរម្នាក់យករួចខ្លួនអញ្ចឹងណាដូច្នេះហើយគេមិនចង់ពាក់ព័ន្ធជាមួយនឹងអ៊ីហ៊ុនទេហើយណាមកអ៊ីហ៊ុនដឹងរឿងសម្ងាត់របស់គេថែមទៀតរឿងសម្ងាត់របស់គេមានតែគេទេដឹងជាមួយនឹងអ៊ីហ៊ុនដឹងដូច្នេះគេអត់ចង់ពាក់ព័ន្ធជាមួយនឹងអ៊ីហ៊ុនទេគេខ្លាចអ៊ីហ៊ុនយករឿងសម្ងាត់របស់គេតែនិយាយនៅឯខាងក្រៅហើយចំណែកអ៊ីហ៊ុននេះគ្មានដឹងអីរបៀបទេដោយសារតែអ៊ីហ៊ុននេះគឺវិញ្ញាណម៉ាហ្វៀនៅក្នុងគឺគាត់អត់មានដឹងអីសូម្បីតែបន្តិចទេរឿងសម្ងាត់រឿងអីក៏គ្មានដឹងអីរបៀបទេប៉ុន្តែបានប្រាប់ទៅកាន់សៃយ៉ងថាបើសិនជាចង់សោកខ្លួនចាំពីថ្ងៃតទៅកុំមកពាក់ព័ន្ធកុំមកអីយាយជាមួយនឹងយើងតទៀតនៅក្នុងគណៈពេលតែ